សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel VJ សម្រាប់រឿងយើងបន្តជួបគ្នានៅក្នុងភាគទី9គឺរឿងប្រពន្ធខ្ញុំបងប្អូនខ្លាឥឡូវនេះគឺបន្តពីភាគមុនណាតួឯកប្រុសលូស៊ីប៉ៃរបស់យើងបានសន្និដ្ឋានថាជនល្មើសដែលបានសម្លាប់នារីទី1នៅឯមាត់ស្ទឹងនិងនារីទី2ដែលគេបានរកឃើញថ្មីហ្នឹងគឺជាជនល្មើសតែមួយទេដូច្នេះហើយមេតបសិនចង្អ៊ីរួមទាំងលូស៊ីប៉ៃនិងអ្នកបម្រើរបស់ចៅហ្វាយស្រុកណាគឺបានដើរនៅក្នុងផ្សារនៅតាមដងផ្លូវដែលមានមនុស្សម្នាច្រើនមែនទែនកំពុងលក់ដូរព្រោះថាពួកគេទាំងអស់គ្នានឹងបានចែកផ្លូវគ្នាដើររកមុខសញ្ញាជនល្មើសហើយអ្នកបម្រើនឹងក៏បានដើរទៅពីអ្នកផ្សេងទៅដល់ឡែកមេតបសិនចង្អ៊ីនិងលូស៊ីប៉ៃណាកំពុងសម្លឹងមើលមិនដាក់ភ្នែកទេទៅកាន់តកែហាងថ្នាំដ៏ធំម្នាក់នៅក្នុងទីក្រុងនឹងឯងពេលនោះក៏បានចូលទៅសួរហើយម្ចាស់ហាងក៏និយាយថាកាលពីប្រហែលថ្ងៃមុនហ្នឹងកូនចៅអ្នកទាំងពីរបានមកសួរហាងខ្ញុំម្ដងហើយឥឡូវហេតុអីបានជាត្រឡប់មកទៀតពេលនោះមេតបសិនចង្អ៊ីក៏បាននិយាយថាកាលមុនការសន្និដ្ឋានរបស់យើងគិតថាជនល្មើសគឺជាមនុស្សប្រុសប៉ុន្តែឥឡូវនេះគឺសន្និដ្ឋានជាថ្មីតាមពិតជនល្មើសគឺជាមនុស្សស្រីដែលមានមាឌធំដំបងហើយខ្លាំងអញ្ចឹងប្រហែលថ្ងៃមុនលោកមានឃើញមនុស្សស្រីមកទិញថ្នាំនៅនេះរៀងប្លែកអត់តកែហាងគឺដូចរៀងមុខស្លេកបន្តិចដែរក៏និយាយថាដូចជាអត់ឃើញផងមេតបសិនថាលោករកនឹកតិចមើលព្រោះថាមនុស្សស្រីម្នាក់នោះគឺមានមាឌធំហើយមានកម្លាំងខ្លាំងណាស់មើលទៅគឺចរិតអង្អាចដូចមនុស្សប្រុសអញ្ចឹងលូស៊ីប៉ៃក៏បានសួរបន្ថែមទៀតថាប្រហែលថ្ងៃមុនហ្នឹងគេមកទិញថ្នាំពីរមុខតើលោកមានដឹងអត់ថាជាថ្នាំអ្វីម្ចាស់ហាងក៏និយាយថាខ្ញុំអត់ចាំទេមនុស្សច្រើនណាស់ម្យ៉ាងវិញទៀតខ្ញុំជាអ្នករកស៊ីលក់ដូរអញ្ចឹងហើយគេមកទិញខ្ញុំប្រកាសជាលក់ឲ្យហើយតែខ្ញុំមិនដឹងទេថាគេទិញទៅធ្វើអ្វីខ្លះហើយណាមួយថ្នាំនោះគឺជាថ្នាំសាមញ្ញមនុស្សទូទៅគេចង់ទិញគឺគេមកទិញហើយលូស៊ីប៉ៃណាក៏បានបញ្ជាក់បន្ថែមថាលោកប្រកាសថាថាអត់មានប្រទេសភ្នែកឃើញនារីមាឌធំណាម្នាក់ដែលប្លែកមកទិញថ្នាំនឹងនៅហាងលោកម្ចាស់ហាងក៏និយាយថាប្រកាសហើយអញ្ចឹងខ្ញុំសុំលាទៅក្នុងសិនហើយអញ្ចឹងរៀបនឹងដើរចេញទៅព្រមគ្នាទៅហើយលូស៊ីប៉ៃក៏បានឈានជើងទៅជន់នឹងកំទេចថ្នាំមកផ្ទាំងក៏ចាប់ផ្ដើមកើតការសង្ស័យពេលនោះណាលូស៊ីប៉ៃក៏បានអោនរើសយកមកកាន់ហើយតកែហាងហ្នឹងក៏គាត់អត់ទាន់ចូលទៅក្នុងដែរនៅចាំមើលលូស៊ីប៉ៃយកមកកាន់ហើយពិនិត្យមើលហើយក៏ឃើញថ្នាំមកផ្ទាំងហ្នឹងមើលទៅរៀងចម្លែកពេលនោះលូស៊ីប៉ៃក៏បានសួរទៅកាន់តកែហាងថាហេតុអីបានជាលោកបោះថ្នាំចោលទៅពីអញ្ចឹងហើយនឹងគឺជាថ្នាំអ្វីដែរម្ចាស់ហាងក៏និយាយថាខ្ញុំចេះតែកវែងចោលគប់ចោលទៅពេលដែលខ្ញុំខឹងនរណាម្នាក់អីអញ្ចឹងទៅហើយថ្នាំហ្នឹងក៏មានច្រើនដែរអ្នកខ្លះគេមកសុំចែកទិញអ្នកខ្លះគេមកសុំក៏ខ្ញុំឲ្យតែថ្នាំហ្នឹងគឺខ្ញុំទុកចោលទេនៅឯក្រោយផ្ទះឯណោពេលនោះលូស៊ីប៉ៃនិងមេតបសិនក៏បានដើរទៅមើលថ្នាំដែលគេទុកចោលហ្នឹងឃើញថាថ្នាំហ្នឹងគឺសល់ច្រើនមែនទែនលូស៊ីប៉ៃក៏និយាយថាមើលទៅថ្នាំដែលគេទុកចោលអញ្ចឹងប្រហែលជាមានតកតងអីនឹងជនល្មើសច្បាស់ណាស់មេតបសិនក៏បានរើសថ្នាំនឹងយកមកហិតហើយក៏និយាយថាប្រកាសណាស់ថ្នាំនេះគឺជាថ្នាំដែលកំពុកនៅឯមាត់ស្ទឹងនឹងឯងព្រោះបើតាមស្ដាប់សម្ដីរបស់តកែហាងណាគាត់និយាយថាថ្នាំនឹងគឺជាថ្នាំដែលគាត់ទុកចោលដែលណាត្រូវការប្រើក៏អាចមកយកទៅប្រើបានអញ្ចឹងហើយជនល្មើសប្រកាសជាយកថ្នាំនេះទៅប្រើដើម្បីសម្លាប់មនុស្សនឹងឯងឃើញមេតបសិនចង្អ៊ីនិយាយវែកញែកបែបនេះហើយលូស៊ីប៉ៃណាមើលទៅដូចរៀងឆ្ងល់ក៏បានសួរទៅកាន់មេតបសិនថាអ្នកនាងមើលទៅដូចជាជំនាញថ្នាំដល់ហើយណឬក៏នាងធ្លាប់បានរៀនសូត្រពីថ្នាំពីមុនមកមេតបសិនចង្អ៊ីក៏បានឆ្លើយតបទៅលូស៊ីប៉ៃថាដោយសារតែម្ដាយរបស់ខ្ញុំឈឺច្រើនអញ្ចឹងហើយខ្ញុំឧស្សាហ៍ទិញថ្នាំនិងដាំថ្នាំឲ្យគាត់ពិសាដូច្នេះទើបខ្ញុំអាចនឹងស្ទាត់ជំនាញខាងថ្នាំនេះច្រើនលូស៊ីប៉ៃនៅពេលដែលឃើញមេតបសិនខ្វល់ខ្វាយនិងអន្ទះសារចង់ឃើញមុខឃាតករចង់រកផុសតាំងឲ្យឃើញឆាប់ណាក៏បាននិយាយលើកទឹកចិត្តទៅមេតបសិនថានាងកុំព្រួយបារម្ភច្រើនពេកកុំអន្ទះសារពេកអីផុសតាំងអាចនឹងពិបាករកបន្តិចព្រោះថាយើងរយាលពី3ថ្ងៃហើយប៉ុន្តែយ៉ាងណាកុំអស់សង្ឃឹមយើងប្រកាសជារកផុសតាំងទាំងអស់នោះឃើញមេតបសិនក៏និយាយថាអញ្ចឹងយើងប្រញាប់រកទៅក្រែងលោកឆាប់ប្រទះឃើញផុសតាំងទាំងអស់នោះលូស៊ីប៉ៃក៏និយាយថាអូខេឥឡូវនេះយើងចាប់ផ្ដើមរកទៅអញ្ចឹងហើយអ្នកទាំងពីរហ្នឹងក៏បានកកកកាយមើលថ្នាំហ្នឹងណាហើយក៏សង្កេតគ្រប់ចំណុចទាំងអស់ឃើញថាដូចជាមិនទាន់ឃើញតម្រុយណាមួយដែលគួរឲ្យចាប់ចិត្តចាប់អារម្មណ៍នៅឡើយទេពេលនោះមេតបសិនណាមើលទៅខ្វល់ខ្វាយខ្លាំង
ក៏ងាកចុះងាកឡើងដើម្បីសង្កេតមើលភស្តុតាងទាំងអស់ហ្នឹងនាងបារម្ភខ្លាចថារកភស្តុតាងមិនឃើញពិបាកក្នុងការស្វែងរកជនល្មើសក្រោយពីរកអស់ចិត្តអស់ចង់ហើយលូស៊ីប៉ៃក៏បានដើរចេញមកក៏និយាយថាយើងរកទីនេះយូរហើយដូចជាមិនឃើញតម្រុយណាមួយគួរឲ្យចាប់អារម្មណ៍នោះទេប៉ុន្តែកុំទាន់អាលអស់សង្ឃឹមអីនៅកូនចៅរបស់នាង2នាក់ទៀតដែលកំពុងតែរកតាមហាងផ្សេងគ្រាន់តែនិយាយគ្នាមិនទាន់រួចពីមាត់ផងកូនចៅទាំង2នាក់ហ្នឹងក៏បានរត់ទៅហេបទៅហប់មកប្រាប់ថាខ្ញុំរកអត់ទាន់ឃើញទេគ្មានតម្រុយណាមួយគួរឲ្យចាប់អារម្មណ៍នោះឡើយពេលនោះមេតបសិនហ្នឹងគឺចាប់ផ្ដើមខឹងហ្មងក៏លើកដៃហ្នឹងទៅគោះជាមួយជញ្ជាំងហ្នឹងផាំងតែម្ដងធ្វើឲ្យលូស៊ីប៉ៃនិងអ្នកគ្រប់គ្នាហ្នឹងគឺភ្ញាក់ព្រឺតលូស៊ីប៉ៃក៏ងាកទៅក៏និយាយថាកុំធ្វើអញ្ចឹងអីមេតបសិនកុំបារម្ភខ្លាំងពេកតិចទៀតយើងរកឃើញហើយស្រាប់តែមេតបសិនងាកទៅជញ្ជាំងហ្នឹងណាគឺឃើញស្នាមមួយយ៉ាងដូចជាស្នាមឈាមហើយក៏បានងាកទៅលូស៊ីប៉ៃវិញថាលូស៊ីប៉ៃស្នាមអីហ្នឹងស្នាមអីដូចជាស្នាមឈាមលូស៊ីប៉ៃហ្នឹងក៏បានពិនិត្យមើលណាមេតបសិននិងលូស៊ីប៉ៃព្រមទាំងកូនចៅទាំង2នាក់ហ្នឹងគឺកំពុងតែពិនិត្យមើលថាតើហេតុអ្វីបានជាឈាមហ្នឹងទៅជាប់នឹងជញ្ជាំងអញ្ចឹងមើលយូរទៅគឺជាស្នាមកំបិតកាប់ទៅនឹងជញ្ជាំងជាប់ប្រឡាក់ឈាមច្បាស់ណាស់មើលទៅប្រហែលជាមានហេតុការណ៍អីកើតឡើងហើយលូស៊ីប៉ៃក៏កលេចមើលទៅបរិវេណក្រុងហ្នឹងហើយក៏ចាប់ផ្ដើមមានភាពសម័យតែម្ដងលូស៊ីប៉ៃគឺចាប់ផ្ដើមសម័យពីហេតុការណ៍ទាំងអស់ហ្នឹងដោយឃើញថានារីជាជនល្មើសម្នាក់ហ្នឹងណាកំពុងតែរើសថ្នាំដាក់ក្នុងកន្ត្រកដើម្បីយកទុកទៅប្រើប្រាស់ហើយក៏មាននារីដ៏ស្រស់ស្អាតម្នាក់ហ្នឹងគឺកំពុងតែដើរទិញអីវ៉ាន់ក្នុងក្រុងនឹងឯងដោយពាក់ស្បែកជើងប៉ាក់ពណ៌ក្រហមមានក្រវិលរំយោលដ៏ស្រស់ស្អាតឃើញបែបហ្នឹងហើយគឺធ្វើឲ្យនារីជាជនល្មើសមានធំហ្នឹងគឺកើតក្តីខឹងក្រោធហ្មងទាញកំបិតដែលប្រឡាក់ឈាមក្នុងកន្ត្រកហ្នឹងយកទៅកាប់នឹងជញ្ជាំងនឹងកឡៅឡៅព្រោះថាធម្មតានារីមាតុធំម្នាក់ហ្នឹងឲ្យតែឃើញស្រីស្អាតគឺមានភាពចំណែនហើយមានចិត្តចំណែនហ្នឹងចង់ធ្វើមិនឲ្យបានដូចគេប៉ុន្តែធ្វើមិនបានគឺមានតែសម្លាប់គេនឹងឯងឲ្យផុតពីមុខពីមាត់ណាក្រោយពីលូស៊ីប៉ៃសម័យហើយអត់ទាន់និយាយអីទេប៉ុន្តែមេតបសិនណាក៏បានសន្និដ្ឋានថាបើមើលតាមសភាពស្នាមនៅជាប់ជញ្ជាំងជនល្មើសអាចនឹងមានកម្ពស់កំពស់ប្រហែលនឹងខ្ញុំដែរបានជាដាក់ដៃទៅគឺស្មើគ្នាល្អណាស់លោកអាម៉ាត់ទាំងពីរហ្នឹងក៏បាននិយាយបន្ថែមថាពិតមែនហើយកម្ពស់កំពស់ប្រហែលនឹងអ្នកនាងសិននឹងឯងព្រោះថាមើលទៅដូចជាមិនខ្ពស់ប្រហែលទេអ្នកនាងសិនក៏បានយកដៃនឹងជូតឈាមនឹងរួចយកមកហិតពេលដែលនាងហិតហើយក៏មានអារម្មណ៍រៀងស្ទាក់ស្ទើរហើយឆ្ងល់ហេតុអីបានជាឈាមនឹងដូចជាមិនមែនឈាមមនុស្សអញ្ចឹងពេលនោះលូស៊ីប៉ៃថាតើឈាមនឹងគឺជាឈាមអ្វីទៅឈាមមនុស្សមែនអ្នកនាងសិនថាមិនមែនទេនេះគឺជាឈាមជ្រូកលូស៊ីប៉ៃក៏សួរបញ្ជាក់ថាឈាមជ្រូកប្រកាសអត់អ្នកនាងសិនថាប្រកាសណាស់នេះគឺជាឈាមជ្រូកព្រោះឈាមមនុស្សនិងឈាមសត្វហ្នឹងគឺមានកំហាប់ខុសគ្នាឈាមសត្វគឺមានសភាពរាវជាងឈាមមនុស្សហើយក៏ឆ្អាបតិចជាងឈាមមនុស្សដែរអញ្ចឹងហើយខ្ញុំប្រកាស 100% ថាវាគឺជាឈាមជ្រូកអាម៉ាទាំងពីរក៏ភ្ញាក់ផ្អើលដែរហើយក៏និយាយព្រមគ្នាថាឈាមជ្រូកមេតបសិនចង្អ៊ីណាក៏បានបន្ថែមថានាងគឺជាមនុស្សស្រីដែលមានមាឌធំប៉ុន្តែកម្ពស់ក៏មិនខ្ពស់ជាងខ្ញុំប្រហែលដែរគឺប្រហាក់ប្រហែលនឹងខ្ញុំទេអញ្ចឹងហើយមេតបសិនចង្អ៊ីក៏បានបញ្ជាឲ្យកូនចៅទាំងពីរនាក់ហ្នឹងណាថាពួកឯងសាកទៅរកមើលម្ដុំហ្នឹងមើលមានអ្នកណាម្នាក់ដែលជានារីមាឌធំកាប់ជ្រូកដែរទេបញ្ជាឲ្យអាម៉ាត់ទាំងពីរហ្នឹងក៏ចែកផ្លូវគ្នាទៅរកមើលហើយមេតបសិនណាក៏ងាកមកមើលមុខលូស៊ីប៉ៃមើលទៅរៀងបែបស្លេកស្លាំងណាមើលទឹកមុខអត់សូវល្អប្រហែលទេមេតបសិនក៏និយាយថាយ៉ាងម៉េចលូស៊ីប៉ៃថាអត់មានអីទេខ្ញុំគ្រាន់តែមានអារម្មណ៍ថារៀងភ្ញាក់ផ្អើលបន្តិចហើយពេលនោះលូស៊ីប៉ៃក៏និយាយថាខ្ញុំចង់និយាយពាក្យមួយម៉ាត់គឺអស្ចារ្យអ្នកនាងសិនមើលមុខលូស៊ីប៉ៃហើយញញឹមដៃចេញទៅលូស៊ីប៉ៃបែបស្ទាក់ស្ទើរក្នុងចិត្តរាប់ដៃ1 2 1 2ពាក្យមិញមិនមែនមួយម៉ាត់ផងហ្នឹងតាមពិត2ម៉ាត់តើហើយក៏ដើរទៅតាមអ្នកនាងសិនបាត់ទៅឥឡូវនេះចូលមកដល់វគ្គថារន្ធត់ញាប់ញ័រហើយគឺនារីជាជនល្មើសកំាប់ម្នាក់ហ្នឹងណាកំពុងតែលើកកំបិតមិនដឹងថាកំបិតឬពូថៅទេអ្នកទាំងអស់គ្នាពូថៅហីចាពូថៅគឺកាប់ឆ្អឹងជ្រូកហ្នឹងកាប់បែបលក្ខណៈមួយថាកាប់បណ្ដើហ្នឹងគឺខឹងបណ្ដើណាមើលទៅមុខទៅគឺគួរឲ្យខ្លាចខ្លាំងណាស់អ្នកទាំងអស់គ្នាជាមនុស្សស្រីដែលមានចិត្តសាហាវអង់អាចណាមើលទឹកមុខហើយកំបិតវិញគឺដោតឆ្កឹងនៅនឹងមុខនឹងតែម្ដងសិតតែឈាម
ក្រុមរបស់អ្នកនាងសិននិងលោកសប៉ៃបានដើរសម្រុកចូលទៅក្នុងផ្ទះរបស់ស្ត្រីម្នាក់ហ្នឹងមើលទៅទឹកមុខរៀងភ័យខ្លាចញញើតដែរព្រោះថាឃើញនារីកំមាប់ម្នាក់ហ្នឹងអត់មានស្វាគមន៍ភ្ញៀវទេតាមពិតនារីជាជនសង្ស័យនឹងដឹងថាភ្ញៀវដើរចូលទៅដែរប៉ុន្តែអត់មើលមុខទេក៏បានសួរថាចូលចិត្តអីគេអាហ្នឹងរបៀបថាចង់ទិញសាច់ប្រភេទអីអញ្ចឹងណាព្រោះថានារីម្នាក់ហ្នឹងគឺជាអ្នកលក់សាច់ជ្រូកលូសប៉ៃក៏ឆ្លើយថាចង់បានសាច់បេះដូងយាយម៉ាប់ណាក៏និយាយថាគ្មានទេអស់ហើយឆាប់ថយចេញកុំរំខានកន្លែងយើងរកស៊ីលូសប៉ៃនិយាយថាមិនទាន់មានមនុស្សមកផងហ្នឹងហេតុអីក៏ឆាប់អស់ម្លេះហើយបើមិនប្រកាន់ទេខ្ញុំចង់និយាយរឿងនិទានឲ្យស្ដាប់យាយម៉ាប់ហ្នឹងអត់ទាន់មាត់ទេអ្នកទាំងអស់គ្នាគឺកាប់បណ្ដាហ្នឹងដូចកំពុងខឹងបណ្ដាហើយលូសប៉ៃហ្នឹងកើតភ្នែកក៏មើលទៅដូចជារឿងអត់សូវស្រួលដែរលូសប៉ៃមើលទៅរៀងខ្លាចជាងមេតបសិនណាប៉ុន្តែតាំងស្មារតីព្រោះថាបរោះដើមទ្រូង5ហត្ថត្រូវតែហ៊ានក្លាហានណាលូសប៉ៃក៏ចាប់ផ្ដើមនិយាយរឿងនិទាននឹងតែម្ដងដោយសារយាយម៉ាប់នឹងអត់មាត់តបតលូសប៉ៃនិយាយថាកាលពីដើមឡើយមានស្ត្រីម្នាក់ដែលចិត្តល្អចូលចិត្តធ្វើបុណ្យធ្វើទានណាស់ប៉ុន្តែនាងមានមេត្តាធំមិនសូវជាស្អាតបាតប្រមាណទេហើយស្ត្រីម្នាក់នោះពិបាកនឹងរកប្តីខ្លាំងណាស់ព្រោះដោយសារតែរូបសម្រស់ឪពុករបស់នាងចាប់បង្ខំឲ្យនាងនឹងរកប្តីឲ្យខាន់តែបានដោយការប្រឹងប្រែងរបស់ឪពុកមិនយូរប៉ុន្មាននាងក៏មានប្តីហើយក៏បានរស់នៅជាមួយគ្នាយូរអង្វែងគួរសមប៉ុន្តែដោយសារតែប្តីនោះមានភាពខ្ជិលច្អូសខ្លាំងណាស់មិនគិតធ្វើការងារអ្វីទេដោយគិតតែពីដើរលេងមានស្រីញីក្មេងៗលូសប៉ៃនិយាយបណ្ដើមើលមុខយាយម៉ាប់បណ្ដើមើលទៅនាងអត់តបតទេក៏និយាយរឿងនិទានបន្តទៀតពេលវេលាចេះតែយូរទៅការរស់នៅជាមួយគ្នាក៏មិនសូវជាចុះសម្រុងប្រមាណដែរហើយបរិះម្នាក់នោះគឺមិនដឹងគុណស្រ័យអំពីការធ្វើល្អរបស់នារីម្នាក់នោះឡើយគឺគេមានតែផ្កើនលើសដើមដោយមិនខ្វល់ពីអារម្មណ៍របស់ប្រពន្ធនោះឡើយស្រាប់តែយកស្រីផ្សេងដែលក្មេងហើយសាច់សខ្ចីស្អាតបើប្រៀបជាមួយនឹងប្រពន្ធដើមគឺថាសម្រស់មិនបានមួយចំណិតគេបន្តិចសោះគ្រាន់តែនិយាយដល់ចំណុចនេះភ្លាមអ្នកទាំងអស់គ្នាគឺថាយាយកំមាប់នឹងចាប់ផ្ដើមច្រឡោតតើងតែម្ដងថាឈប់និយាយទៅលូសប៉ៃណាក៏និយាយថាខ្ញុំនិយាយមិនទាន់ចប់ទេមេតបសិនចង្អ៊ីយើងប្រុងប្រៀបព្រោះថាយាយកំមាប់នឹងមើលទៅរៀងច្រឡោតអញ្ចឹងហើយគឺប្រុងជើងព្រោះខ្លាចគេធ្វើបាបអញ្ចឹងណាលូស៊ីប៉ៃក៏និយាយបញ្ចប់រឿងនិទាននោះថាចុងក្រោយប្តីរបស់នាងក៏ប្រមូលមាសប្រាក់ទាំងអស់រត់ទៅតាមស្រីថ្មីនឹងបាត់ទៅដោយឪពុករបស់នាងឃើញទង្វើកូនប្រសាធ្វើដាក់ខ្លួនអញ្ចឹងអត់បានក៏ស្រាប់តែធ្លាក់ខ្លួនឈឺក្រឹបឈឺរហូតដល់ស្លាប់ធ្វើឲ្យនាងជាកូនបង្កើតនិងជាប្រពន្ធដើមណាគឺឈឺចាប់ស្អិតទ្រូងខ្លាំងមែនតែនដោយប្តីក៏រត់ទៅតាមស្រីថ្មីបាត់ហើយឪពុកនឹងក៏ត្រូវបាត់បង់ឃ្លាតឆ្ងាយទៀតដូច្នេះហើយនាងរស់នៅមិនខុសពីមនុស្សឆ្កួតនោះទេតើបនាងសម្រេចចិត្តជ្រើសរើសរបរមួយគឺកាប់ជ្រូកដើម្បីរំសាយកំហឹងរបស់នាងផងនិងដើម្បីរកចំណូលសម្រាប់គ្រប់គ្រងគ្រួសារផងព្រោះរាល់ថ្ងៃនាងមានតែពឹងខ្លួនឯងនឹងហើយដែលជាចំហក្នុងគ្រួសារនាងតែងតែទៅរើសថ្នាំដែលគេទុកចោលនឹងយកមកដាំផឹកដើម្បីរំសាយកំហឹងនិងទុកកង្វល់ដែលគិតច្រើនអំពីប្តីដែលរត់ចេញទៅនោះប៉ុន្តែផ្ទុយទៅវិញការទៅរើសថ្នាំព្យាបាលពីមួយថ្ងៃទៅមួយថ្ងៃខ្លួនឯងបែបនេះគឺមិនបានធ្វើឲ្យជំងឺនឹងឬក៏អារម្មណ៍នឹងធូរស្រាលនោះឡើយគឺកាន់តែធ្វើឲ្យកំហឹងកាន់តែធ្វើឲ្យសតិអារម្មណ៍នឹងពុះកញ្ជ្រោលឡើងម្ដងស្ទើរតែទ្រាំមិនបានទៅហើយជាពិសេសមុខរបរកាប់ជ្រូករបស់នាងប្រៀបដូចជាកំហឹងមួយនិងជាកម្លាំងមួយដែលរុញឲ្យទឹកនឹងកាន់តែពុះខ្លាំងអញ្ចឹងលូស៊ីប៉ៃកាន់តែនិយាយអ្នកទាំងអស់គ្នាធ្វើឲ្យនារីមាឌធំនោះគឺកាន់តែមានកំហឹងខ្លាំងឡើងធ្វើមុខចង់ស៊ីសាច់ហត់ឈាមលូស៊ីប៉ៃតែម្ដងលូស៊ីប៉ៃនឹងក៏ងើបឈរឡើងដើរទៅជិតយាយម៉ាប់កាប់ជ្រូកនឹងនិយាយបន្តទៀតដើម្បីចាក់ឆ្កៀលធ្វើម៉េចឲ្យចេញចម្លើយមកណាលូស៊ីប៉ៃក៏និយាយបន្តទៀតថានាងដឹងទេនារីម្នាក់នោះនៅពេលដែលនាងចាប់ផ្ដើមព្យាបាលខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃគឺសភាពខ្លួនឯងបែរជាទ្រុឌទ្រោមទៅលែងជាសះស្បើយហើយនោះធ្វើឲ្យនាងនឹងកាន់តែមួម៉ៅតបប្រមល់ថែមទៀតហើយកំហឹងនឹងកាន់តែពុះកញ្ជ្រោលខ្លាំងឡើងដោយនាងដើរឃើញឬមួយក៏ទៅផ្សារអីឃើញនារីណាម្នាក់ស្រស់ស្អាតជាងខ្លួននឹងធ្វើឲ្យនាងមានអារម្មណ៍មួម៉ៅខ្លាំងមែនតែនដល់ថ្នាក់ធ្វើឲ្យនាងនឹងលែងគិតដឹងខុសដឹងត្រូវតាមយីសម្រាប់គេដោយគ្មានហេតុផលមនុស្សល្អគឺត្រូវស្លាប់ដោយសារតែស្នាដៃនាងដោយសារតែនាងមានគំនុំនៅក្នុងចិត្តព្រោះប្តីរបស់នាងបានទៅស្រឡាញ់ស្រីផ្សេងដែលស្រស់ស្អាតជាងនាងនោះអីពេលនោះ
ស្រាប់តែជាម៉ាប់ម្នាក់នឹងមានកំហឹងខ្លាំងមែនទែនគឺច្រឡោតតូងទៅកាន់លូស៊ីប៉ៃតែម្ដងណាអ្នកទាំងអស់គ្នាលូស៊ីប៉ៃក៏និយាយថានឹងហើយគឺអារម្មណ៍បែបហ្នឹងឯងគឺអារម្មណ៍ដែលឆេវឆាវអញ្ចឹងឯងនាងដឹងទេនារីម្នាក់នោះឲ្យតែឃើញមនុស្សស្រីពាក់ស្បែកជើងស្អាតស្អាតមានកវិលស្អាតស្អាតលយឆាយគឺនាងតែងតែតាមសម្លាប់គេដោយគេជាមនុស្សស្លូតត្រង់គេមិនដែលយាយីធ្វើបាបនាងម្ដងណាឡើយប៉ុន្តែនាងសម្លាប់គេដូចជាសត្វធាតុអញ្ចឹងដើម្បីបំពេញក្តីសុខឲ្យខ្លួនឯងការទម្លាប់ធ្វើបែបនេះជារឿយៗទៅគឺនាងសម្លាប់មនុស្សផុយៗដូចជាសត្វជ្រូកដែលនាងកំពុងតែប្រកបមុខរបរនឹងអញ្ចឹងឯងហេតុអ្វីបានជានាងធ្វើបែបនេះហេតុអ្វីនាងមិនគិតថាគេក៏មានជីវិតម្នាក់ដូចនាងដែរលូស៊ីប៉ៃនិយាយកាន់តែខ្លាំងទៅយីម៉ាប់ទ្រាំលែងបានណាលើកកំបិតទម្លាក់ទៅផឹងចំឆ្អឹងនឹងដាច់ហើយក៏មើលទៅមុខលូស៊ីប៉ៃពោពេញដោយកំហឹងអ្នកទាំងអស់គ្នាលូស៊ីប៉ៃនឹងព្រៀងភ្ញាក់ដែរថយមកចំហៀនទៅមេតបសិនចង្អ៊ីរបស់ជើងនឹងក៏ចាប់ផ្ដើមកាន់ដាវនឹងប្រុងប្រៀបដែរព្រោះខ្លាចធ្វើបាបលូស៊ីប៉ៃយាយម៉ាប់ម្នាក់នោះណានៅពេលដែលបានស្ដាប់លូស៊ីប៉ៃនិយាយអស់ហើយក៏ចាប់ផ្ដើមធ្វើលក្ខណៈថាញញឹមបន្តិចឌឺហើយក៏និយាយទៅលូស៊ីប៉ៃថាចេថាឯងពិតជានិយាយបានល្អណាស់យើងសូមសរសើរប៉ុន្តែក្នុងចិត្តនឹងចង់កាប់លូស៊ីប៉ៃណាហើយលូស៊ីប៉ៃយើងក៏បានងាកទៅមេតបសិនបន្តិចហើយក៏ទះដៃអបអរឲ្យខ្លួនឯងដែរហើយក៏ឆ្លើយតបទៅកាន់ជីម៉ាប់នោះវិញថាខ្ញុំពិតជាសរសើរទៅកាន់នាងខ្លាំងមែនទែនដែលនាងអាចទប់អារម្មណ៍ខ្លួនឯងបានពូកែសម្ដែងបិទបាំងភ្នែកអ្នកដទៃខ្លាំងណាស់ខ្ញុំចង់ដឹងមែនទែនថាតើនាងអាចសម្ដែងបានរយៈពេលប៉ុណ្ណាហើយនាងអាចបិទបាំងខ្លួនឯងនឹងបានរយៈពេលយូរប៉ុណ្ណាទៀតទៅខ្ញុំសួរនាងដូចឆោតទៅចុះតើស្បែកជើងដែលនាងបានសម្លាប់គេហើយយកមកពាក់នឹងតើសមល្មមនឹងជើងរបស់នាងដែរទេហើយកវលដែលនាងកំពុងតែពាក់នឹងនាងនៅហ៊ានពាក់ទៀតដែលគេស្លាប់ទៅហើយប៉ុន្តែពាក់យ៉ាងណាក៏មើលទៅមិនស្អាតដូចម្ចាស់ដើមដែរព្រោះថានាងគឺម៉ាប់ខ្លាំងណាស់លូស៊ីប៉ៃអ្នកទាំងអស់គ្នាគឺព្យាយាមនិយាយយ៉ាងណាដើម្បីដុតបញ្ឆេះកំហឹងយាយម៉ាប់ម្នាក់ហ្នឹងណាឲ្យកាន់តែឆេះដុំឡើងហើយក៏ចាប់ផ្ដើមនិយាយថាណកខឹងទៀតហើយយាយម៉ាប់ហ្នឹងក៏ស្រែកថាយើងនឹងសម្លាប់ឯងចាបងប្អូនទាំងអស់គ្នាឥឡូវនេះឃើញថារឿងរបស់យើងភាគទី9ហ្នឹងបានបញ្ចប់ទៅហើយកុំភ្លេចតាមដាននៅភាគក្រោយទៀតណាអរគុណច្រើន